ណាភៀវដែលបានភៀវដែលបានបោកបោកប៉ះតៃវ៉ាន់ធ្លាយហុងកុងនេះវាត្រូវបោកមកប៉ះវៀតណាមណាបាទវាមកប៉ះវៀតណាមដែលឥឡូវនេះកំពុងតែមានភៀវសង្គ្រាលើវៀតណាមណាថៃហ្វូននេះថៃហ្វូនរកាសាស្លាំងវៀតណាមស៊ូនមានន័យថានឹងបុកទៅវៀតណាមនៅក្នុងថ្ងៃនេះព័ត៌មានថៃគេកំពុងផ្សាយអំពីភៀវហ្នឹងវាបុកវៀតណាមវាធ្លាយទៅដល់ថៃយើងក៏លេចមើលថារៀងរាល់ពេលដែលមានភៀវសង្គ្រាវៀតណាមខាងជើងគឺទទួលរងគ្រោះអត់ឈប់ទេហើយទទួលការគំរាមកំហែងពីចិនទៀតចិនមានទំនប់នៅខាងជើងប្រទេសវៀតណាមដែលបើចិនចង់ធ្វើបាបវៀតណាមចិនបើកទឹកមកគឺក្រុងហាណូយត្រូវលិចក្រុងហាណូយត្រូវទទួលសេចក្តីវិនិច្ឆ័យដូច្នេះភាគខាងជើងវៀតណាមណាអូខេ369បើអត់ចង់មើលតាទេដើរចេញកុំខានអូខេបើតាដេកហើយតាធ្វើហើយអូខេកុំរំខានតាកុំរំខាននៅពេលតានិយាយកុំលើកយករឿងអីមកពេលតាយកចិត្តទុកដាក់នឹងរឿងបើចាឯងចង់ចេះមើលវាឯងចង់ចេះដើរលេងអូខេរឿងតាដេកតាស៊ីតាតុយមិនមែនរឿងចាឯងឃើញចាឯងចូលចិត្តចាឯងមើលអូខេខ្មែរយើងចូលចិត្តតារបស់អត់បានការអញ្ចឹងកុំខានតាវៀតណាមភាគខាងជើងមិនត្រឹមតែរងគ្រោះនៅភៀវសង្គ្រាទេគឺទទួលការគំរាមកំហែងពីចិនទៀតចិនបាននិយាយសម្ដីយ៉ាងផ្អែមថាចិនតែងតែយកចិត្តទុកដាក់ទប់ទឹកនៅពេលមានភៀវគឺមិនបើកទឹកឲ្យលិចក្រុងហាណូយទេវៀតណាមក៏ថ្លែងនៅសេចក្តីអបអរនិងអរគុណចំពោះចិនប៉ុន្តែក្នុងចិត្តវៀតណាមគឺចប់ក្នុងទ្រូងខ្លាំងណាស់ពីព្រោះដឹងច្បាស់ចិនវាប្រាប់ថាហែងភាគខាងជើងបើអញបើកទឹកឲ្យលិចទាំងអស់សម្ដីដ៏ផ្អែមល្ហែមរបស់ចិនគឺជាការគំរាមកំហែងរបស់ចិនមកលើមេដឹកនាំវៀតណាមសេចក្តីថ្លែងអំណរគុណដល់ចិនគឺជាការឈឺចាប់របស់វៀតណាមដែលចាត់ទុកថាក្រុងហាណូយคล้ายទៅជាចំណាក់ខ្មាំងរបស់ចិនវាមានទំនប់នៅលើហ្នឹងវាបើកមកលិចខ្ទេចមានសល់ទេហើយតែមានភៀវបើវាធ្វើឲ្យធ្លាយទំនប់ងាប់អាយួននៅខាងជើងអញ្ចឹងនៅភាគខាងជើងយួនអត់នៅស្រួលទេភូមិភាគកណ្ដាលយួននៅបានតែវាអត់មានស្បៀងចុះពីហាណូយមកខាងត្បូងបន្តិចក៏នៅមិនបានតំបន់អាណាខេត្តហូជីមិញកើតគឺជាអាណាខេត្តដែលមានខ្យល់ត្រជាក់ហើយស្ងួតដាំអីក៏មិនដោះដែរស្រុកហ្នឹងអញ្ចឹងហើយបានវាមានបដិវត្តមួយឈ្មោះគេហៅបដិវត្តថ្ងៃអានណាដោយសាររឿងហ្នឹងយួនឈឺចាប់យួនត្រូវរកយុទ្ធសាស្ត្ររស់ស្រុកគេគិតរឿងរស់ណាអញ្ចឹងរស់ពឹងអីពឹងដីសណ្ដវៀតណាមពឹងខាងត្បូងតែឥឡូវនេះខាងត្បូងវាមានបញ្ហាណាទឹកប្រៃផងហើយនឹងចំនួនកម្រិតទឹកឡើងផងវាធ្វើឲ្យណាវាធ្វើឲ្យមានបញ្ហាដែលទីក្រុងហូជីមិញហ្នឹងវាលិចផងហើយវាមានទឹកប្រៃផងអញ្ចឹងយួន100លាននាក់អត់មានដីនៅទេករណីទី1ដែលត្រូវធ្វើជាមួយនឹងខ្មែរឡាវគឺ CLV តែឥឡូវហ្នឹងលុបតែឈ្មោះទេប៉ុន្តែនៅដដែលតែគ្រោះថ្នាក់ពីព្រោះនៅអត្តប៉ៅចម្ប៉ាសាក់សាឡវ៉ាន់នៅ4ខេត្តតែនៅក្នុង CLV ចិនកំពុងតែជ្រៀតជ្រែកចំណែកឯស្ទឹងត្រែងរដ្ឋនគរីមណ្ឌលគិរីចេះអត់ទាន់មានអ្នកណាជ្រៀតជ្រែកនៅឡើយទេយួនតាមដានចិនរឿងប្រេជីហ្វូណនពីព្រោះប្រេជីហ្វូណនក៏បាត់មុខពីរអាមួយឲ្យប្រយោជន៍យួនអាមួយទៀតគ្រោះថ្នាក់ដល់យួនអញ្ចឹងនៅពេលដែលយួនខ្វះដីធ្វើកសិកម្មយួនខ្វះស្បៀងដូចសម័យម៉ាល់កុំកាល់វែលនិយាយប្រាប់ប៉ុលពតអញ្ចឹងលើកនេះមិនមែនស្រូវដុះកតុយទេលើកនេះគឺដីដាំអត់បានដូច្នេះហើយគឺសង្គ្រាម5ថ្ងៃវាធ្វើឲ្យយួនណាកលែកមើលគិតពីឱកាសពង្រីកទឹកដីយួនមានមូលហេតុពង្រីកទឹកដីមកខាងលិចមានមូលហេតុ5យ៉ាងមូលហេតុទី1គឺជាតិនិយមខ្មែរប្រឆាំងសៀមសប្ងៃគឺជាគំនិតប្រឆាំងយួនតទៅទៀតយួនអត់ចូលចិត្តទេទោះបីមានជនជាតិយួនអត់លៀនអ្នកនៅស្រុកខ្មែរក៏ដោយអាគំនិតប្រឆាំងសៀមដែលហ៊ុនសែនកំពុងធ្វើនៅជោគជ័យនៅប្រៃច័ន្ទវាជាអនាគតទៅគ្រោះថ្នាក់ដល់យួនគិតមូលហេតុទី1ណាមូលហេតុទី2ខ្មែររឹតតែចូលចិនជ្រៅឡើងវាคล้ายទៅជាគ្រោះថ្នាក់ដល់យួនអានេះមូលហេតុទី2មូលហេតុទី3ណាមូលហេតុទី3ភាពរមិលគុណរបស់ហ៊ុនសែនមិនអាចទុកឲ្យបានជោគជ័យដាច់ខាតហ៊ុនសែនក្អេងក្អាងយួនអត់ចូលចិត្តទេយួនជ្រិញហើយយួនអត់ចូលចិត្តម៉ណែតអត់ចូលចិត្តមនីអត់ចូលចិត្តមនិតទេណាយួនអាចប្រើប្រាស់តកូលទាទៅថ្ងៃមុខបានជាមួយនឹងថៃពីព្រោះតកូលទាឥឡូវកំពុងខាតរាប់រយលានដុល្លារទោះបីទានឹងស្លូតប៉ុណ្ណាដោយក៏អាចប្រើប្រាស់បានអញ្ចឹងមូលហេតុទី3នេះយួនកំពុងតែយកចិត្តទុកដាក់មូលហេតុទី4ប្រេជីហ្វូណនបំផ្លាញដីសណ្ដមេគង្គដោយសារកាត់បន្ថយលំហូរកម្លាំងទឹកទន្លេមេគង្គក្រោម
នេះជាមូលហេតុទី4មូលហេតុទី5សហការសៀមយួនវិលមកវិញដូចឆ្នាំ1842ឆ្នាំ1834ដល់1842យួនហើយនឹងសៀមវាយគ្នាក្រោយមកធ្វើសហប្រតិបត្តិការទើបដាក់អង្គឌួងឲ្យធ្វើស្ដេចនៅស្រុកខ្មែរឆ្នាំ1845ដូច្នេះសហការសៀមយួនវិលមកវិញសង្គ្រាម5ថ្ងៃថ្ងៃទី24ខែកក្កដាដល់28ខែកក្កដាមេតបយួនទៅស្រុកថៃ Yes or no វៀតណាមមានមូលហេតុពង្រីកទឹកដីមកខាងលិចមូលហេតុ5យ៉ាងហ្នឹងឯងណាបងប្អូនអាហ្នឹងរឿងនេះអញ្ចឹងសៀមចង់មកខាងកើតចំណែកអាយួនចង់មកខាងលិចខ្មែរត្រូវតែបញ្ញាប់កសាងខ្លួនដើម្បីកសាងខ្លួនឲ្យបានខ្មែរត្រូវតែលុបបំបាត់ភាពស៊ីជោនិង fake លោកហ៊ុនសែនដើម្បីនឹងការពារកូនចៅគាត់ត្រូវតែបើកសិទ្ធិសេរីភាពឲ្យប្រជាជនខ្មែរมันអាចរស់នៅវាយងើបមួយវាយមួយទេនេះគឺជាការប្រែប្រួលដែលប្រទេសទាំងពីរហើយកុំបន្ទោសគេណាសម្ពាធសេដ្ឋកិច្ចនៃប្រទេសគេថៃសម្ពាធសេដ្ឋកិច្ចប្រហែល60ទៅ65%ថៃត្រូវលិចដូច្នេះហើយពេលណាថៃមានបញ្ហាគ្រោះធម្មជាតិខ្មែរគិតទៅពីឲ្យបន់ឲ្យវាលេខទៅរហូតដល់បង្កើតពាក្យស្លោកមួយថាបាំងកអាលុំណាព្រៃនគររលាយអូខេបាត់ដំបងសបាយណាកុំថ្កើងអង្គរវត្តរហូតដល់និយាយពាក្យហ្នឹងណារហូតដល់និយាយពាក្យហ្នឹងដោយសេចក្តីសប្បាយណាដោយសេចក្តីសប្បាយខ្មែរនិយាយពាក្យហ្នឹងហើយនៅពេលដែលយួរនៅពេលដែលសៀមវាបាត់ដាក់ណាគេថាបាងកណារលំណាព្រៃនគរគេហៅសាយហ្គនណាសាយហ្គនណារលាយណារលាយណាបាត់ដំបងណាសបាយណាគេថាបាត់ដំបងសបាយបាងកអាលុំសាយហ្គនអាលាយបាត់ដំបងណាសបាយកុំថ្កើងអង្គរវត្តគេបង្កើតពាក្យថ្មីដើម្បីស៊ីចូលតទៅទៀតអូខេគេបង្កើតពាក្យថ្មីដើម្បីស៊ីចូលតទៅទៀតនៅពេលដែលប្រទេសជិតខាងអត់មានបង្កើតពាក្យស្លោកទេអានេះនិយាយពីនេះណាបាងកអាលុំសាយហ្គនអាលាយបាត់ដំបងសបាយកុំថ្កើងអង្គរវត្តខ្មែរឥឡូវពងស៊ីចូលបងប្អូនឃើញនៅ Facebook គេធ្វើពាក្យស្លោកទេគ្រាន់តែកើតរូងនៅក្នុងក្រុងបាងកកបាក់ដីជម្រៅជិត40ម៉ែត្រហ្នឹងខ្មែរបន់ឲ្យគេលាយអូខេយល់ទេបងប្អូនអាហ្នឹងអញ្ចឹងគេបាងកកអាលុំសាយហ្គនអាលាយបាត់ដំបងសបាយកុំថ្កើងអង្គរវត្តគឺនិយាយដើម្បីឲ្យខ្លួនសុបាយចិត្តឲ្យខ្លួនចូលណាអញ្ចឹងវាមានមូលហេតុ5ក្នុងការដែលយួនត្រូវការធ្វើដំណើរឆ្ពោះមកកាន់ភាគខាងលិចហើយថៃវាលិចទឹកវាបាត់បង់ដីកសិកម្មវាត្រូវឆ្លងភ្នំដងរែកមកកើតវិញអញ្ចឹងហើយបងភូមិភាគ2វាដើរតួនៅក្នុងចក្រភពភូវនាគប្រឆាំងនឹងតេជោសែនណាបងប្អូនអញ្ចឹងណាអូខេអាហ្នឹងអញ្ចឹងមិនមែននិយាយឲ្យព្រួយទេគឺកូនខ្មែរត្រូវតែរៀនណាត្រៀមខ្មែរត្រូវតែរៀនខំរៀនហើយរាជការខ្មែរត្រូវតែបើកសិទ្ធិសេរីភាពណាឥឡូវឆ្លើយសំណួរសិនអូខេមិញលោកតាតើខ្មែរត្រូវធ្វើយ៉ាងណាទៅការពារខ្លួនបានឆ្លើយហើយកូនរៀនរកសន្សំវិនិយោគនិងគោរពសេរីភាពពលរដ្ឋអៀងសារពេចតើក្រោយមកធ្វើដោយម្ដេចទើបវៀតណាមអាចដោះស្រាយបញ្ហាស្រូវនោះបានវិញមកដល់បច្ចុប្បន្នពី78មកដល់ឆ្នាំ91វៀតណាមទទួលជំនួយអាហារពីអឺរ៉ុបខាងកើតដោះស្រាយអត់ចាញ់ទេស្តៀងនោះដល់ឆ្នាំ91ដង្កៀបសេដ្ឋកិច្ចដកអាមេរិកដោះដង្កៀបសេដ្ឋកិច្ចក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសខែតុលាឆ្នាំ91វៀតណាមនាំអង្គរចូលនៅក្នុងឆ្នាំ94ដល់ឆ្នាំ98វៀតណាមប្រើប្រាស់មធ្យោបាយកសិកម្មពីជប៉ុនពីតៃវ៉ាន់ពីកូរ៉េខាងត្បូងយកមកដោះស្រាយបញ្ហាជំងឺស្រូវនៅវៀតណាមនៅក្នុងឆ្នាំ2000វៀតណាមចាប់ផ្ដើមនាំចេញដែលពីដើមវៀតណាមជួបប្រទះនឹងកង្វះស្បៀងហើយពី78មក91ទទួលស្បៀងជំនួយពីអឺរ៉ុបខាងកើតទៅឆែកមើលព័ត៌មានកុំជឿខ្ញុំចេមសុកអាចេមសុកនេះនិយាយភូតទេអូខេសារពេចជួយប្រាប់ណាកូនណាទៅស្រាវជ្រាវមើលហើយបើចង់ដឹងណាបើចង់ដឹងទៅ subscribe អានេះមើលបើចង់ដឹងការពិតទៅ subscribe អានេះមើលកូនណាចាំបន្តិច
ចាំតិចបើចង់ដឹងទៅមើលទំព័រសារព័ត៌មានសម័យហ្នឹងគឺទៅ website មួយហៅ newspaper ណា newspaper ណា newspaper one word archive newspaperarchive.com newspaperarchive.com ណា newspaperarchive.com newspaperarchive.com ហ្នឹងគឺវាជា website មួយដែលប្រមូលយកnewspaper article មានចំនួន9លានមិនមែន9លានទេច្រើនលានណាដែលគេចម្លងទុកជា PDF យើងអាចទៅយក free subscription មួយខែឬក៏7ថ្ងៃហើយទៅ search មើលរឿង agriculture and food shortage in Vietnam នៅក្នុងពេលហ្នឹងទៅមើលទៅដឹងខ្លួនឯងគឺវៀតណាមខ្វះស្បៀងណាអូខេអាហ្នឹងមួយនឹងឆ្លើយទៅអ្នកឆ្ងល់ហើយអរគុណអ្នកឆ្ងល់ទៀតមិនបានអរគុណអ្នកឆ្ងល់ឲ្យចេះឆ្ងល់កុំឲ្យចេះតែជឿណាអូខេអាហ្នឹងអញ្ចឹងប៉ុលពតដឹងថាជួនប្រសិទ្ធជាយួនហើយហេតុអ្វីឲ្យយួនជួនប្រសិទ្ធធ្វើជាអ្នកបកប្រែលោកតាធម្មតាអ្នកដែលនៅរស់ជុំវិញប៉ុលពតភាគច្រើនសិតតាយួនហើយនឹងប្រពន្ធយួនឬក៏ឲ្យយួននៅរស់នៅពេញ2នាក់ជាងងធ្វើមន្ត្រីឡើងធំចូលនិវត្តន៍ហ្នឹងក៏ជាអ្នកធ្វើការអមប៉ុលពតដែរខ្ញុំមិនបាច់ចាញ់ឈ្មោះទេអូខេអ្នកដែលចំណិតប៉ុលពតខ្មែរប៉ុលពតសម្រាប់ចោលទាំងអស់ដោយសារប៉ុលពតជឿតែក្បត់អ្នកដែលទុកឲ្យរស់សិតតែជាប់ខ្សែយួនទាំងអស់នេះហើយជារណ្ដៅប៉ុលពតជីកកប់ខ្លួនឯងអូខេតឹងរឹងនឹងយួនខ្លាំងពេកប៉ុន្តែទុកយួនឲ្យរស់សម្រាប់ខ្មែរមនុស្សចំណិតរបស់ប៉ុលពតដូចតូចខំដឿនអីយកទៅវាយចោលអស់ណានុតអមរតការពិតរឿងអស់ហ្នឹងវាជារឿងធម្មតាទៅហើយគោលបំណងនៃការឆ្លៀនពៀនទឹកដីយើងត្រូវយល់ថាម៉េចបានគេឆ្លៀនពៀនម៉េចបានគេត្រូវការដីយើងទី1ខ្វះស្បៀងទី2ខ្វះដីនៅទី3សក្តានុពលសេដ្ឋកិច្ចយើងកុំបន្ទោសគេតែយើងការពារអត់បានគេចូលហើយខ្ញុំនិយាយអញ្ចឹងមនុស្សចូលអត់ស្ដាប់បានទេខាងនឹងខ្ញុំផ្ទះបើយើងមិនចាក់សោយើងមិនយាមទេចោលចូលប្តីប្រពន្ធបើយើងមិនចេះរស់នៅជាមួយគ្នាទេច្បាស់ជាគេបំបែកយើងបានកូនចៅបើយើងមិនចេះគ្រប់គ្រងទេអ្នកលក់ថ្នាំញៀនឬក៏អ្នកបោកប្រាស់អាចធ្វើបាបកូនយើងទឹកដីដូចគ្នាបើប្រជាជនល្ងងចូលហើយ fake ដីបានគេកុំបន្ទោសគេជីវិតមនុស្សដណ្ដើមគ្នារស់តើបានទេយល់ហើយបងប្អូនជីវិតមនុស្សដណ្ដើមគ្នារស់អូខេគុណភារ៉ូតូចលោកពូតាមម្ដងនេះវៀតណាមនឹងសហការជាមួយប្រទេសណាខ្លះដើម្បីវាយកម្ពុជាលើកទី4អាចអត់វាយកម្ពុជាទេអាចដូរអ្នកដឹកនាំដាក់ថ្មីហើយសហការជាមួយថៃឡង់មិនចាំបាច់ធ្វើសង្គ្រាមទេពីព្រោះយួនមានរាប់លានអ្នកនៅលើទឹកដីខ្មែរទៅហើយណាមិនចាំបាច់បង្ខិតព្រំដែនទេប៉ុន្តែយកពាក់កណ្ដាលម្នាក់ជាមួយថៃគេហៅថា neo colonialism ភាសាអង់គ្លេស neo ណា colonialism អាណានិណាគុំនិយមបែបថ្មីអូខេ neo colonialism គឺជាអាណានិគមនិយមបែបថ្មីជំនួស globalism ពិភពលោកមហាអំណាចគេធ្វើ globalism or globalization សកលលោកាភិវឌ្ឍអូខេមហាអំណាចគេធ្វើ globalism ប្រទេសដូចវៀតណាមប្រទេសដូចថៃគេធ្វើ neo colonialism ដែលមិនបាច់លុបព្រំដែនទេគេត្រួតបានហើយត្រួតបានយ៉ាងម៉េចបើវៀតណាមអាចយកទឹកពីតំបន់ CLV ទៅផ្គត់ផ្គង់ភូមិភាគកណ្ដាលនិងខាងត្បូងវៀតណាមបានអាហ្នឹងហើយគឺជាការកាន់កាប់ដូចចិនកំពុងតែកាន់កាប់លាវសប្តាហ៍ថ្ងៃគឺចិនសន្យាកសាងទំនប់វារីអគ្គិសនី100ចុងក្រោយឡើងជាពាក់លុយឥឡូវចិនកាន់កាប់ទាំងអស់អាហ្នឹង neo នៅមានរឿងមួយទៀតខ្ញុំនឹងយកមកនិយាយថ្ងៃក្រោយគឺរឿងបូតាំហើយគុនមិនប្រទេសឡាវឥឡូវហ្នឹងចិនកាន់ទាំងអស់ចិនឥឡូវជា manager of water resources ជា operator របស់ hydroelectric dams នៅប្រទេសឡាវទាំងអស់នៅប្រទេសឡាវទាំងអស់អូខេវៀតណាមជាមួយនឹងថៃអត់ត្រូវច្បាំងគ្នាទេត្រូវមានកិច្ចសហប្រតិបត្តិការ the cooperation Thai and Vietnam cooperation ណាខ្មែរទាំងលោកហ៊ុនសែនត្រូវឈប់ជោហើយឈប់ fake បើចង់ឲ្យកូនចៅតពូជបានស្រួលត្រូវឈប់ជោហើយឈប់ fake សង្គ្រាម5ថ្ងៃនេះបញ្ជាក់ថា fake អត់ឈ្នះទេជោអត់ឈ្នះទេណា
អត់ទេកូនខ្មែរអាងអីឡើងអាងទិញអាវុធខ្ញុំប្រាប់ឲ្យតាហ៊ានម្នាក់អាវុធ5ដើមក៏មិនអស់ផងប៉ុន្តែវាអត់មានតាហ៊ានទៅច្បាំងឧត្តមសេនីយ៍គៀនជើងក៏វាអត់មានអ្នកចេញច្បាំងឥឡូវហ្នឹងគេថាទុកឲ្យខ្មែរក្រហមងាប់សិនទៅព្រោះវានៅតាមទល់ដែនដាច់ពូជមិនអីទេចាយវាចោលទៅចុះបើអស់ខ្មែរក្រហមមេតខ្មែរក្រហមដោយស្រីដឹកអីងាប់អស់ទៅមកអត់ទៅនៅសល់ណានៅសល់តែអ្នកក្រចុះកូនអ្នកមានអត់ទៅច្បាំងទេបងប្អូនឃើញនៅ Facebook ស្ងាត់ទេចាប់ពីសាក់5ឡើងទៅស្ងាត់ជ្រាបឲ្យតែពួកអ្នកមានខ្ញុំឯងសំពងអភ័យវណ្ណៈទៅអភ័យវណ្ណៈទៅឲ្យភ្លៀងទៅភូមិជោគជ័យអ្នកណាដែលរុញអភ័យវណ្ណៈឲ្យទៅងើបនៅភូមិជោគជ័យសំបីតែវាទៅងើបនៅភូមិជោគជ័យវាទៅតែម្ដងវាឲ្យធឿននឹងហ្នឹងវាបដេកជ្រៅអាកថាអភ័យវណ្ណៈហ្នឹងខ្ញុំសំពងវាបានវាងើបទៅហ្នឹងអត់ទៅទេមិនបានវាអត់ទៅនៅអាកដោខ្ជិលមួយទៀតក៏មិនទៅដែរកថារបស់ហ៊ុនសែនក៏អត់មានណាទៅមានតែធឿនទេទៅអាសយសុភាពមកវិញកោក្បាលអាខាន់ច័ន្ទផលអត់ឃើញទៅទេឃើញទេទៅម៉ែវាអីវាឡែបលបលែមលើមដើម្បីផលប្រយោជន៍តាវាមានពលីអីវាមានសាក់ដាក់កប៉ាល់តានឹងអាខាន់ច័ន្ទផលអូខេសប្ងៃនេះមានតែធឿនមួយទេទៅអញ្ចឹងហើយបានជាអាណៈហ្នឹងធ្វើជាបងប្អូនធေါ်ជាមួយអាធឿនណាអានេះអញ្ចឹងហ្នឹងកូនចៅនឹងឲ្យយល់អូខេនឹងឆ្លើយតទៅទៀតឆ្លើយកូនទេដល់ហើយតែជួនកាលអត់វាយជាតបទេវាយជាកិច្ចសហប្រតិបត្តិការណាសេន19លោកតាគឺផែនការរបស់ហ៊ុនសែនគឺជាផែនការអ្វីបានស្ងាត់ឈឹងយ៉ាងនេះអត់ដឹងទេកូនអើយឆ្លើយមិនរួចមិញលោកតាតើហ៊ុនសែនដឹងទេថាយួនកំពុងធ្វើដំណើរមកខាងលិចដើម្បីយកដីខ្មែរដើម្បីធ្វើកសិកម្មនិងដើម្បីឲ្យប្រជាជនរស់នៅគាត់អត់គិតចឹងទេគាត់គិតថាអាព្រំដែន86អាព្រំដែន86%ដែលធ្វើជាមួយយួនហ្នឹងគឺយួនវាអត់មកទៀតទេគាត់គិតអញ្ចឹងណាហើយគាត់ឥឡូវក៏ដូចសង្ហាចិត្តដែររឿងប្រៃជីហ្វូណនហ្នឹងអាប្រៃជីហ្វូណនហ្នឹងវាជា scam យល់ទេខ្ញុំប្រាប់ទៅវាជា scam អាប្រៃជីហ្វូណន180គីឡូហ្នឹងជីកតែ10គីឡូទេហើយឆ្ងល់ទេមិនបានគេជីកតែ10គីឡូគេកាយយកប្រៃចាស់ it's a scam it is a scam បើយកមកគិតមែនតើបាត់ដឹងថាអូអាហ្នឹង scam តា scam មានន័យថាម៉េចផែនការហ្នឹងជាផែនការច្បាប់យល់លុយណាអាប្រៃជីកហ្នឹងមិនដឹងទៅធ្វើមកមីអីកើតទេអាចឲ្យឱកាសវៀតណាមរករឿងវិញអាហ្នឹងប្រៃជីកហ្វូណនហ្នឹងមិនឃើញស្ងាត់ទេឥឡូវមានស្រែកជ័យយកអីទៀតអាហ្នឹងអញ្ចឹងសភាពការផ្លាស់ប្ដូរណាហើយនៅអាផ្លូវភ្នំពេញបាវិតនោះស្ងាត់ឈឹងហីមិនដឹងតែដល់ណាដែរហើយបានប្រហែលអីបានតែស្ងាត់ឈឹងបណ្ដោយហើយដោយសារតែបាត់ព្រំដែនកម្ពុជាថៃឡង់អាភ្នំពេញបាវិតនេះខាតដែរខាតឃើញទេអញ្ចឹងវៀតណាមជាមួយនឹងថៃឡង់ចាំបាច់ត្រូវសហប្រតិបត្តិការចាំបាច់ត្រូវសហប្រតិបត្តិការណាអូខេທາງយកកុំជឿតានិយាយលេងទេណាកូនណាយកទៅគិតសិនទៅ Do you think the fall I don't want to talk about that Freebird you know that I don't want to talk about that Freebird យល់ទេតាអត់ចូលចិត្តនិយាយហ្នឹងទេ but it doesn't mean my head doesn't work okay my head is always working ខ្ញុំអាចនិយាយថាគូក្បាលខ្ញុំដើរណា Freebird គឺកន្លែងខាងខ្ញុំខ្ជិលនិយាយខ្ញុំមិននិយាយរឿងហ្នឹងទេប៉ុន្តែមិនមែនថាខ្ញុំអត់ចេះគិតទេអូខេលោកតាបើខ្មែរនៅតែមិនឈប់ចូលតើប្រជាជនខ្មែរទៅយ៉ាងណាលាយនេះមានន័យថារស់នៅជាទេសកលគេព្រោះយើងចូលពេកហើយតែខ្ញុំនិយាយទៅខ្មែរខឹងមានខឹងអីខ្ញុំពីដើមក៏ចូលដែរមកពីចូលនឹងហើយបានជាអត់មានប្រយោជន៍ក្នុងជីវិតហ្នឹងតោះតែឈប់ចូលហ៊ុនសែនក៏អញ្ចឹងហ៊ុនម៉ាណែតក៏អញ្ចឹងអ្នកណាក៏អញ្ចឹងដែរអ្នកជំនួញក៏ដោយទេពធីតាបវរកញ្ញាអ្នកលក់លេក៏ដោយតែចូលខ្លាំងពេកលាយខេអត់បាច់ដូរទេភូតភាសាវៀតណាមឡើយឬក៏ដៃណាអញ្ចឹងប៊ុនថនរៀនឯណាក្មេងស្ទៀលដើរវាយគ្នារាល់ថ្ងៃឲ្យធ្វើម៉េចវិញបើគ្នាប្រាប់ហើយឲ្យគ្នាចេញសក់នេះបានតែប៉ុណ្្នឹងហើយកូនអើយឲ្យហ៊ុនហ្នឹងទៅមិនរួចវិញចិត្តទៅហើយណានៃប៊ុនសារៈនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសឲ្យថានឹងត្រៀមទប់ទល់ជាមួយថៃបើសិនថៃនៅតែឆ្លៀនពៀនទៀតហើយកងទ័ពនៅប្រាសាទតាកបីបានចូលទៅរើបន្លាលោះថៃតែបានតែឲ្យជ័យយោសូមអរគុណលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតណាចំពោះការដែលបដិញ្ញាចិត្តអូខេអរគុណពីព្រោះគេរុញដល់កំពូលហើយបើមិនធ្វើទេមិនបានទេហ្នឹងគេរុញអញ្ចឹងណាអូខេរុញអញ្ចឹង